ហ្នឹងបងថ្ងៃហ្នឹងមិនបងអង្គុយចឹងទេ ដោយសារយើងអង្គុយធ្វើការនឹងក៏អីយូរពេកទៅវាធ្វើឲ្យចុកតាគៀកចុកខ្នងហើយមួយទៀតគឺតាគៀកយើងមានអារម្មណ៍ថាឈឺពេលអញ្ចឹងបងអង្គុយមក stretch ឲ្យវាបើកតាគៀកតិចអញ្ចឹងដើម្បីជួយកាត់បន្ថយការឈឺសាច់ដុំតាគៀកហើយអ្នកខ្លះក៏ឈឺចាក់មួយជើងអញ្ចឹងនៅពេលដែលគាត់អង្គុយនៅលើឡានឬក៏អង្គុយនៅ office យូរអីគាត់អាចដក clear មកអង្គុយបែបនេះខ្លះដើម្បីកុំឲ្យគាត់មានបញ្ហាឈឺចង្កេះឬក៏ឈឺតាគៀកចាហើយមួយទៀតការអង្គុយបែបនេះអ្នកដែលគាត់ពិបាកបត់ជើងបត់អីគាត់ព្យាយាមអង្គុយចេះគឺជួយសម្រួលប្រព័ន្ធរំលាយអាហាររបស់គាត់ឲ្យគាត់បត់ជើងស្រួលដែរតែរឿងមួយសម្រាប់ចាស់ៗដែលគាត់ខ្សោយជង្គង់ស្កោយសន្លាក់អីគាត់កុំសូវអង្គុយចេះបើសិនជាគាត់អង្គុយចេះបានប៉ុន្តែពេលគាត់ងើបអីគឺគាត់អាចតម្លាក់ជើងចេះណាកុំឲ្យគាត់ប្រឹងងើបតែកាន់គាត់ប្រឹងងើបគាត់រៀងឈឺក្បាលជង្គង់តិចប៉ុន្តែយើងក្មេងៗអ្នកដែលអង្គុយធ្វើការយូរអីអង្គុយចឹងទៅស្រួលប៉ុន្តែមិនអង្គុយរហូតទេណាគឺយើងអង្គុយខ្លះអង្គុយធម្មតាខ្លះអង្គុយបែបនេះខ្លះសូមណែនាំខ្សែក្រវ៉ាត់តម្រង់ឆ្អឹងខ្នងពីគិនសានរបស់យើងដែលអាចជួយដោះស្រាយបញ្ហាឈឺចង្កេះការពារការវាយឆ្អឹងខ្នងជួយសាច់ដុំអ្នកគាត់មានបញ្ហាស្ពឹកសាច់ដុំជួយពង្រឹងសាច់ដុំចន្លោះឆ្អឹងខ្នងឲ្យមានសុខភាពល្អអរគុណ បាននាទីដែរបងបាទសម្រាប់ការអង្គុយហ្នឹងបង 5នាទីអីគ្រប់គ្រាន់ហ្នឹងនេះពួកបងអង្គុយមិញតែបាន3នាទីមានអារម្មណ៍ថារៀងស្រួលហើយនេះរៀងស្រួលធូរតាគៀកព្រោះយើងអង្គុយនៅកៅអីយូរដែរមួយថ្ងៃមិនក្រោមពី3ម៉ោងដែរអញ្ចឹងយើងត្រូវតែដកសម្ពាធនៅកន្លែងតាគៀកហ្នឹងខ្លះចាពួកអង្គុយបែបនេះគឺតាគៀកយើងបើកចាតាគៀកយើងបើកហើយយើង stretch តាំងសរសៃខាងមុខហើយនិងខាងក្រោយចា អូខេបងអរគុណច្រើនបង អរគុណ